ព្រះមន្ត្រីសង្ឃក្នុងខេត្តសៀមរាបប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីជួយទ្រទ្រង់ដល់ពុទ្ធកវិទ្យាល័យរាជបូរនារសៀលថ្ងៃទី22ខែមិថុនាឆ្នាំ2025នេះមន្ត្រីសង្ឃក្នុងខេត្តសៀមរាបបានសហការគ្នារៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គីជាកិច្ចជួយទ្រទ្រង់ដល់ពុទ្ធកវិទ្យាល័យរាជបូរក្រុងសៀមរាបដើម្បីធ្វើការដោះស្រាយបញ្ហាហិរញ្ញវត្ថុកិច្ចការងាររដ្ឋបាលដែលកំពុងជួបប្រទះដូចជាការចំណាយឧបត្ថម្ភលោកគ្រូអ្នកគ្រូព្រោះសាលាមិនមានគ្រូក្របខ័ណ្ឌច្រើនដើម្បីឲ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាពគុណភាពរឹងមាំព្រះសាសនសត្ថាតុងតនព្រះបាឡាត់គុណខេត្តនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរតមានធរដីកាថាវត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញបណ្ដុះសីលធម៌គុណធម៌អប់រំផ្លូវកាយផ្លូវចិត្តកសាងធនធានមនុស្សឲ្យមានចំណេះដឹងជាឃ្លាំងសម្រាប់រក្សាទុកចំណេះដឹងដ៏សម្បូរបែបដែលផ្ដល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតវត្តអារាមក៏ជាទីកន្លែងបញ្ជ្រាបនិងថែរក្សាអត្តសញ្ញាណជាតិហើយក៏ជាកន្លែងស្នាក់នៅសិក្សារៀនសូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាតផងដែរព្រះគ្រូតុងតនមានធរដីកាទៀតថាចំពោះការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះដែរទទួលបានបច្ច័យប្រមាណជាង50លានរៀលគឺជាចំណុចមួយក្នុងការជួយបំពេញបន្ថែមនៅតម្រូវការរបស់ពុទ្ធកវិទ្យាល័យរាជបូរលើការចំណាយប្រចាំថ្ងៃព្រោះសាលាផ្ដល់ចំណេះដឹងនេះកំពុងមានតម្រូវការច្រើនលើកម្លាំងពលកម្មសម្ភារៈសិក្សានិងការចំណាយផ្សេងៗជាច្រើនទៀតព្រះគ្រូបន្តថាពិតណាស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធចក្រលើកដំកើងសាលាបាលីនិងពុទ្ធកសិក្សាឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតីដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពសុខុមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន